ក្មេងប្រុសម្នាក់នោះគ្រាន់តែបង្វិលក្តីរបស់គាត់យ៉ាងសាមញ្ញហើយធ្វើឲ្យបាល់លោតចេញពីគែមរ៉ាកែតរបស់គាត់ហើយគ្រាន់តែបែបនោះសមាជិកគ្រប់រូបនៅក្នុងក្រុមសាកលវិទ្យាល័យបានឈរនៅទីនោះដោយបើកភ្នែកធំសូម្បីតែក្រុមប្រកួតប្រជែងក៏មិនចង់ជឿនៅអ្វីដែលពួកគេបានឃើញដែរគ្មាននរណាម្នាក់រំពឹងថានិស្សិតឆ្នាំទី1ដែលទើបតែចូលរួមជាមួយក្រុមនឹងធ្វើការគ្រប់គ្រងបាល់បានយ៉ាងល្អថ្នាក់ពិភពលោកបែបនេះឡើយមុនពេលដែលក្រុមរបស់យ៉ាឆិនចាក់ចេញទៅប្រជុំមុខនឹងសាឡាមជុំសិក្សាយូវែងក្រុមទាំងពីរបានជួបគ្នាដោយចៃដន្យនៅខាងក្រៅទីលានប្រធានក្រុមទាំងពីរបានសួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងគួរសមប៉ុន្តែភាពតានតឹងរវាងកីឡាករគឺឡើងខ្ពស់ខ្លាំងណាស់ជាពិសេសកីឡាករម្នាក់របស់យូវែងបានបង្ហាញខ្លួនយ៉ាងច្បាស់ដោយការធ្វើឲ្យបាល់លោតចេញពីគែមរ៉ាកែតរបស់គេដើម្បីបង្កើនភាពតានតឹងខណៈពេលដែលកីឡាករខេងមានអារម្មណ៍ខ្មាស់អៀនប្រធានក្រុមយូវ៉ាន់ស្រាប់តែផ្អាកមួយរំពេចគាត់បានឃើញអ្វីម្យ៉ាងនៅកាច់ជ្រុងក្បែរនោះកីឡាករម្នាក់របស់លខេងកំពុងធ្វើកាយវិការដូចគ្នាទៅនឹងកីឡាករដែលកំពុងអង្គុយរបស់ពួកគេដែរដោយការធ្វើឲ្យបាល់លោតចេញពីគែមរ៉ាកែតហើយហាក់បីដូចជាមានលំនឹងជាងស៊ីម៉ាយ៉ាមកទៅទៀតភេសជ្ជៈនៅក្នុងដែនខាងទៀតរបស់គេមិនមានការក្រើកតតែសោះហាក់ដូចជាជាប់ទៅនឹងមាត់របស់គេអញ្ចឹងដោយឃើញបែបនេះស៊ីម៉ាយ៉ាម៉ាក៏បានបង្កើនល្បឿននៃការលោតបាល់របស់គេភ្លាមដើម្បីយកឈ្នះលីសាអ្វីដែលពួកគេទាំងពីរមិនបានដឹងនោះគឺថាពួកគេទាំងពីរជាកីឡាករវាយតូលេខ2នៅក្នុងក្រុមរៀងខ្លួនហើយពួកគេនឹងត្រូវប្រឈមមុខដាក់គ្នានៅលើទីលានឆាប់នេះជាក់ស្ដែងណាស់នៅពេលដែលការប្រកួតជម្រុះថ្នាក់តំបន់ចាប់ផ្ដើមឡើងអ្នកទាំងពីរដែលទើបតែបានប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយល្បិចគ្រប់គ្រងបាល់នឹងត្រូវមកប្រឈមមុខគ្នាក្នុងទឹកទី1ទឹកខេងបានដាក់កីឡាករវាយតូលេខ2របស់ពួកគេដែលជាតំណែងដ៏សំខាន់បំផុតមួយទៅក្នុងដៃរបស់និស្សិតឆ្នាំទី1ម្នាក់នេះគឺហាក់បីដូចជាត្រូវបានសម្រេចរួចជាស្រេចទៅហើយកីឡាករយូវែងមិនអាចទប់សំណាចបានឡើយពួកគេមិនបានចាត់ទុកលីសាខ្លាំងតតែសោះហើយស៊ីម៉ាយ៉ាម៉ានៅលើទីលានក៏មានអារម្មណ៍ដូចគ្នាដែរដូច្នេះខ្ញុំបានឮថាឯងជានិស្សិតឆ្នាំទី1ដែលទើបតែចូលខេងនៅឆ្នាំនេះមែនទេមិនដឹងថាឯងចូលមកក្នុងបញ្ជីឈ្មោះដំបូងដោយរបៀបណាទេប៉ុន្តែនិយាយដោយត្រង់ទៅឯងពិតជាសំណាងមិនល្អឡើយនេះគឺជាការប្រកួតលើកដំបូងរបស់ឯងនៅក្នុងការប្រកួតថ្នាក់ជាតិហើយវាក៏នឹងក្លាយជាការបរាជ័យលើកដំបូងរបស់ឯងផងដែរលីសាមិនបានឆ្លើយតបសូម្បីតែមួយម៉ាត់គ្មានសូម្បីតែការបង្ហាញអារម្មណ៍អ្វីទាំងអស់នេះពិតជាធ្វើឲ្យស៊ីម៉ាយ៉ាម៉ាខឹងយ៉ាងខ្លាំងគេបានសម្រេចចិត្តនៅពេលនោះថាគេនឹងកំទេចលីសាឲ្យខ្ទេចខ្ទីតែម្ដងប៉ុន្តែនៅពេលដែលការប្រកួតចាប់ផ្ដើមលីសាបានវាយបកវិញយ៉ាងស្រួលហើយស៊ីម៉ាយ៉ាម៉ាគឺស្រឡាំងកម្មយ៉ាងខ្លាំងសូម្បីតែមិត្តរួមក្រុមដែលកំពុងមើលពីចំហៀងក៏មានអារម្មណ៍ព្រឹកក្បាលដែរតើនេះជាក្បាច់វាយបែបណាទៅវាបានតម្រង់ទៅចំមុខរបស់គេតែម្ដងហើយក្មេងម្នាក់នេះគ្រាន់តែជានិស្សិតឆ្នាំទី1ប៉ុណ្ណោះនៅពេលដែលបាល់ប៉ះនឹងដីវាចាប់ផ្ដើមបង្វិលយ៉ាងខ្លាំងដូចជាខ្យល់គួចបន្ទាប់មកវាក៏បាញ់តម្រង់ទៅចំមុខរបស់ស៊ីម៉ាយ៉ាម៉ាមុនពេលដែលគេអាចឆ្លើយតបបានទាន់ពេលវាគឺនៅពេលនេះហើយដែលកីឡាកររបស់យូវែងទីបំផុតបានដឹងថានិស្សិតឆ្នាំទី1ដែលពួកគេបានមើលស្រាលនោះគឺមិនមែនជាមនុស្សធម្មតាដូចដែលគេបានឃើញឡើយប៉ុន្តែអ្វីដែលពួកគេមិនទាន់ដឹងនោះគឺថាផ្នែកដែលគួរឲ្យរំភើបបំផុតមិនទាន់មកដល់នៅឡើយទេនៅពេលដែលស៊ីម៉ាយ៉ាម៉ាវាយបកទៅវិញលីសាក៏បានវាយបកមកវិញយ៉ាងងាយស្រួលគ្រាន់តែការក្រឡាស់ក្តីយ៉ាងសាមញ្ញហើយគ្រាន់តែបែបនោះគេបានបន្សាបការវាយដ៏ខ្លាំងបំផុតរបស់ស៊ីម៉ាយ៉ាម៉ាទាំងស្រុងតែម្ដងតើនរណាជានិស្សិតឆ្នាំទី1ម្នាក់នេះតើគេមកពីណាទៅគេទើបតែបានវាយបកការវាយដ៏ល្អបំផុតរបស់ស៊ីម៉ាដោយគ្មានការលំបាកតតែសោះមើលទៅដូចជាពួកយើងពិតជាបានមើលស្រាលក្មេងម្នាក់នេះខ្លាំងណាស់ខណៈពេលដែលអ្នករាល់គ្នាគិតថាវានឹងត្រូវចំណាយពេលបន្តិចទៀតមុនពេលលីសាបញ្ចប់ការប្រកួតនេះស៊ីម៉ាយ៉ាម៉ាបានសម្រេចចិត្តថានឹងមិនលាក់សមត្ថភាពទៀតឡើយនោះគឺជាការវាយស៊ឺវីសបង្វិលទៅខាងក្រៅគ្មាននរណាម្នាក់បានឃើញរឿងនេះពីមុនមកឡើយស៊ីម៉ាយ៉ាម៉ាក៏អាចវាយស៊ឺវីសបង្វិលទៅខាងក្រៅបានដែរពិតណាស់ការបង្វិលនិងកម្លាំងវាយគឺមិនសូវជាដូចទៅនឹងកម្រិតរបស់លីសាឡើយប៉ុន្តែអ្វីអាចនឹងមានភាពស្មុគស្មាញជាងនេះចាប់ពីពេលនេះទៅទោះជាយ៉ាងណាក៏ដោយនៅលើទីលានលីសាហាក់ដូចជាមិនខ្វល់ខ្វាយតតែសោះហាក់បីដូចជាគូប្រកួតរបស់គេអាចវាយស៊ឺវីសបែបនោះបានគឺមិនមានបញ្ហាអ្វីសម្រាប់គេឡើយហើយនិយាយដោយត្រង់ទៅវាពិតជាបានកើតឡើងបែបនោះមែននៅពេលដែលការប្រកួតបន្តទៅមុខទៀតទោះបីជាស៊ីម៉ាយ៉ាម៉ាបានព្យាយាមអស់ពីសមត្ថភាពក៏ដោយក៏លីសានៅតែបន្តគ្រប់គ្រងរាល់ការវាយបកទាំងអស់ពិន្ទុបានឡើងដល់3-0ហើយប្រធានក្រុមអឺវ៉ាន់នៅចំហៀងទីលានចាប់ផ្ដើមមានការព្រួយបារម្ភបន្តិចហើយប៉ុន្តែអ្វីដែលចម្លែកនោះគឺថាគេបានចាប់ផ្ដើមនិយាយរអ៊ូtomនៅអ្វីម្យ៉ាងដែលហាក់ដូចជាមិនសូវសមហេតុផលសោះតើឯងមានគម្រោងអូសបន្លាយពេលនេះដល់ពេលណាទៀតខ្ញុំដឹងថាឯងចូលចិត្តធ្វើឲ្យគូប្រកួតមានអារម្មណ៍ល្អជាមុនសិនរួចហើយទើបធ្វើការវាយបកយកឈ្នះនៅពេលក្រោយប៉ុន្តែប្រសិនបើឯងមិនប្រញាប់ធ្វើការវាយបកទេនោះឯងប្រហែលជាគ្មានឱកាសឡើយ4-0លីសាគឺកំពុងគ្រប់គ្រងការប្រកួតទាំងស្រុងប៉ុន្តែនៅពេលដែលហ្គេមទី5ចាប់ផ្ដើមឡើងស៊ីម៉ាយ៉ាម៉ាដែលកំពុងតែស្ថិតក្នុងស្ថានភាពលំបាកស្រាប់តែបង្ហាញស្នាមញឹមយ៉ាងចម្លែកមួយហើយបន្ទាប់មករបៀបលេងរបស់គេគឺមានការផ្លាស់ប្ដូរយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងពេលមុនប្រធានក្រុមខេងគឺសាយ៉ែងក៏ចាប់អារម្មណ៍ឃើញអ្វីយ៉ាងខុសប្លែកពីធម្មតាដែរហាក់ដូចជាគេគ្រាន់តែវាយបែបវិលធម្មតានិងវាយកាត់ប៉ុណ្ណោះវាទៅវាមកប៉ុន្តែវាហាក់ដូចជាមានអ្វីយ៉ាងមិនប្រក្រតីតតែសោះនៅពេលដែលការប្រកួតកាន់តែស្វិតស្វាញឡើងលីសាក៏ចាប់ផ្ដើមចាប់អារម្មណ៍ឃើញភាពមិនប្រក្រតីនេះដែរ
គេបានវាយពករការវាយរបស់ស៊ីម៉ាយេម៉ាបានយ៉ាងល្អប៉ុន្តែមិនយូរប៉ុន្មានគេមានអារម្មណ៍ថាដៃរបស់គេចាប់ផ្ដើមស្ពឹកទៅហើយនេះគឺជាអាវុធសម្ងាត់របស់ស៊ីម៉ាយេម៉ាគឺការធ្វើឲ្យស្ពឹកមួយរំពេចដោយការវាយលីឡំគ្នារវាងការវាយវិលនិងវាយកាត់ជាច្រើនដងប៉ុន្តែ